សួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបលោកគ្រូសាជាថ្មីថ្ងៃនេះលោកគ្រូបានលើកយកលំហាត់ថ្នាក់ទី7រូបវិទ្យាមេរៀនទី1សីតុណ្ហភាពមកបង្រៀនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងយើងមើលក្តារខៀនហើយអានប្រធានលំហាត់ទាំងអស់គ្នាគណនាសីតុណ្ហភាពផារ៉េនហៃត់ដែលត្រូវនឹងសីតុណ្ហភាព10អង្សាសេ20អង្សាសេនិង50អង្សាសេអញ្ចឹងលំហាត់នេះគឺគេឲ្យយើងគណនាសីតុណ្ហភាពផារ៉េនហៃត់ដែលបំរាប់ដែលគេឲ្យនោះគឺជាសីតុណ្ហភាពសេស៊ីសដែលស្មើនឹង10អង្សាសេ20អង្សាសេនិង50អង្សាសេអញ្ចឹងយើងដាក់ចម្លើយមកគណនាសីតុណ្ហភាពផារ៉េនហៃត់តាមរូបមន្តអញ្ចឹងយើងត្រូវមើលគេឲ្យយើងគណនាសីតុណ្ហភាពផារ៉េនហៃត់ហើយគេឲ្យមកបំរាប់របស់យើងគឺជាសីតុណ្ហភាពសេស៊ូអញ្ចឹងយើងត្រូវកាត់ដល់តំណែងរវាងសីតុណ្ហភាពផារ៉េនហៃត់និងសីតុណ្ហភាពសេស៊ូអញ្ចឹងយើងដាក់តាមរូបមន្តមកតំណែងសីតុណ្ហភាពផារ៉េនហៃត់ជាមួយនឹងសីតុណ្ហភាពសេស៊ូ S ស្មើនឹង 1.8T បូក32ដែល T នេះគឺជាសីតុណ្ហភាពសេស៊ូដែលគេឲ្យមកអញ្ចឹងយើងដាក់បូក1ករណី T ស្មើ10អង្សាសេនាំឲ្យ S របស់យើងអញ្ចឹងយើងយកT របស់យើងស្មើនឹង10អង្សាសេចំនួនក្នុងរូបមន្តមកស្មើនឹង 1.8 គុណនឹង10បូក32អញ្ចឹងយើងគណនាមកដោយយក10ហ្នឹងគុណនឹង 1.8 បូក32មកស្មើនឹង50ផារ៉េនហៃត់អញ្ចឹងមួយទៀតអានេះយើងគណនា T ស្មើនឹង10អង្សាហើយយើងគណនាមួយទៀតមកគឺករណី T ស្មើនឹង20អង្សាសេនាំឲ្យ S ស្មើនឹង 1.8 គុណនឹង20បូក32ត្រង់ហ្នឹងគឺយើងយក20គុណនឹង 1.8 បូក32មកស្មើនឹង68ផារ៉េនហៃត់ករណី T ស្មើនឹង50អង្សាសេនាំឲ្យ S ស្មើនឹង 1.8 គុណនឹង50បូកនឹង32ស្មើនឹង122ផារ៉េនហៃត់អញ្ចឹងលំហាត់របស់គ្រូបានឈានមកដល់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូក្រោយសូមអរគុណ